ក្រោយពីល្បីរឿងយកលុយចំនួន2លានដុល្លារពីជនបរទេសលោកគង់វុធីពាក្យផ្កាយ2ត្រូវបានបន្ថយឋានន្តរស័ក្តិមកនៅត្រឹមពលបាលត្រីអគ្គនាយករងនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មឧត្តមស្នេហ៍តូគង់វុធីត្រូវបានប្រមុខរដ្ឋស្ដីទីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបន្ថយឋានន្តរស័ក្តិមកនៅត្រឹមពលបាលត្រីនេះបើតាមព្រះរាជក្រឹត្យចុះថ្ងៃទី1ខែមេសាឆ្នាំ2026ប៉ុន្តែទើបផ្សព្វផ្សាយប្រងព្រាតនៅថ្ងៃទី7ខែមេសាឆ្នាំ2026នេះគូក៏សម្គាល់ផងដែរថាកន្លងទៅនៅលើបណ្ដាញទំនាក់ទំនងសង្គម Facebook មានការផ្សាយថាអគ្គនាយករងនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មគង់វុធីទទួលលុយ2លានដុល្លារដើម្បីរត់ការងារឲ្យជនបរទេសប៉ុន្តែជាង1ឆ្នាំមិនបានលទ្ធផលហើយមិនព្រមប្រគល់លុយត្រឡប់ទៅវិញ